ថ្ងៃនេះមកសម្រាយរឿងស្នេហាព្រះឆាដោយសារសត្វស្វាមានប្តីប្រពន្ធមន់មួយគូប្តីគឺបារម្ភពីប្រពន្ធខ្លាំងណាស់បានដាក់ចុះដើរឡើងព្រោះប្រពន្ធរបស់វាបានក្រាបបងជាយូរថ្ងៃមកហើយតើវាគិតថាចិត្តដល់នឹងថ្ងៃកូនរបស់វាញាស់ចេញមកហើយពេលនោះវាកំពុងតែគិតក៏ឮសលេងកូនរបស់យំជីបវាក៏សប្បាយចិត្តមែនទែនវាក៏បានរត់ស្ទុះទៅអោបថើបនឹងកូនរបស់វាហើយវាក៏បាននិយាយថាអស្ចារ្យណាស់ខ្ញុំខ្លាចជាពុកគេហើយអូនសម្លាញ់អូនពិតជាល្អមែនទែនអូនគឺជាអ្វីទាំងអស់របស់បងពេលនោះនៅក្នុងនេតិព្រះឆាបានមកដល់ហើយពេលនោះពងមួយចុងក្រោយគេក៏ញាស់មកចេញជាកូនទាពេលនោះធ្វើឲ្យប្តីមន់មានការសង្ស័យលើប្រពន្ធជាខ្លាំងហើយខ្លាំងមែនទែនថាហេតុអីក៏កូននេះកើតមកជាកូនទាទៅវិញហេតុអីឯងក្បត់ខ្ញុំមែនទេថ្ងៃមួយពួកយើងនឹងរៀបការជាមួយគ្នាហើយពាក់ឈុតនឹងជាមួយគ្នាណាសន្យាអត់សន្យា ហេតុអី បងធ្វើវាបាន អូខេបងប្អូនបន្ទាប់ពីសេតហើយយើងចូលសាច់រឿងរបស់យើងម្ដងទៀតគឺវាពិបាកចិត្តមែនតើវានឹកឃើញដល់អនុស្សាវរីយ៍វាស្នេហាពីគ្រាដំបូងវាជីកទូកជីកកង់មើលថ្ងៃលេងមើលអីឥឡូវវាពិបាកចិត្តវាមកអង្គុយនៅក្រោមដើមជ្រៃនេះហើយអាកូនទានោះវាមិនដឹងទៅណាទេទៅរកម៉ែវាក៏វាដេញមករកឪម៉នេះក៏ឪម៉នេះមិនទទួលស្គាល់ទៀតពេលនោះវាចេះតែដើរទៅវាគ្មានកូនដៅហើយក៏មិនដឹងថាទៅណាដែរវាចេះតែដើរទៅឲ្យតែឆ្ងាយពីទីនេះពេលវាដើរទៅអាស្វាមួយវាកំពុងតែស៊ីចេកនៅដើមឈើហើយវាឃើញកូនទានោះពិបាកចិត្តហើយវាអង្គុយមើលហើយកូនទានេះសួរស្រែកសួរទេវតាថាហេតុអីក៏ជីវិតរបស់ខ្ញុំខុសគេម្លេះពេលដែលវាកលែកទៅឃើញសត្វកសាកំពុងតែចុកចំណៃកូនពេលនោះទឹកភ្នែកវាកាន់តែហូរមកខ្លាំងមែនទែនវាពិបាកចិត្តខ្លាំងទៅអាស្វានេះវាថាយីអាកូនទានេះមកពីណាចេះបានជាយំអត់តែខ្វល់វាសិនអញ្ចឹងទេអញលងងាប់ដោយសារអទឹកភ្នែករបស់វាជាមិនខានទេហើយវាក៏សួរថាយេអាកូនទាហេតុអីបានជាឯងយំខ្លាំងម្ល៉េះកូនទាប្រាប់ថាខ្ញុំពិបាកចិត្តឪពុកម្ដាយរបស់ខ្ញុំមិនទទួលស្គាល់ខ្ញុំទេហើយកូនស្វានោះក៏បាននាំកូនទាទៅដើរកាត់មុខនឹងឪមន់ទៀតឪមន់នោះកាន់តែឈឺចាប់ប្តីផ្ដួលមែនទែនយើងក្រោយមកមើលឪពុកម្ដាយទាពិតប្រកបវិញគឺបានយំផងស្រែកផងដើររកកូនគ្រប់ទីកន្លែងអត់ទៅហើយតែមិនដឹងថាហេតុអ្វីទេបាត់ទៅណាទេពេលនោះវាក៏បានជួបមន់ពេលដែលវាជួបនឹងមន់ហើយមន់នេះសួរថាឯងទាំងពីរនាក់ទៅណាដែរហេតុអ្វីបានជាដើរពេលនោះទាថាខ្ញុំមករកកូនខ្ញុំបានបាត់កូនជាយូរថ្ងៃមកហើយទានោះក៏បាននិយាយប្រាប់គ្រប់សពពីដើមហេតុនៃការបាត់ពងរបស់វានិយាយថាថ្ងៃមួយមានសត្វស្វាមួយមកសុំស្រឡាញ់វាតែវាមិនព្រមទទួលយកស្នេហារបស់ស្វាទេព្រោះអីទានិងស្វាមិនអាចនៅជាមួយគ្នាបានទេទោះស្រឡាញ់គ្នាយ៉ាងណាក៏មិនអាចនៅជាមួយគ្នាបានដែរអាសត្វស្វាដែលជាសត្វដែលក្រាស់គេនេះគឺមកដោយស្វានេះវាខ្លាំងណាស់វាបានបបោវាបានជាកូនចៅរបស់វាតាមមើលប្តីប្រពន្ធទាមគូនេះតើវាធ្វើអ្វីខ្លះមករៀបការប្រាប់យើងពេលកន្លែងមកមើលប្តីប្រពន្ធទាវិញគឺវាប្តីទាបានធ្វើសម្បុកមួយយ៉ាងស្អាតដើម្បីឲ្យប្រពន្ធរបស់វាទុកសម្រាប់ពងហើយវាសួរប្រពន្ធវាថាតើសប្បាយចិត្តទេសម្បុកនេះស្អាតទេហើយវាក៏គិតថាថ្ងៃណាមួយវានឹងរស់នៅជាមួយគ្នាយូរថ្ងៃកន្លងផុតទៅ
សត្វទាក៏បានញាស់បានពងបានទាមួយសត្វស្វានេះឃើញហើយក៏វាមានកំណត់ថាពួកឯងមិនអាចនឹងបានសុខបានទេយើងត្រូវទៅលួចពងនេះយើងនឹងបែកបាក់គ្រួសាររបស់ឯងពេលនោះវាក៏រត់ទៅយកពងនោះរត់ទៅវឹងសត្វទានោះក៏មានអារម្មណ៍ថាយើងមកទាំងអស់គ្នាដូចជាមិនស្រួលទេយើងតើកូនយើងនៅម្នាក់ឯងមិនស្រួលទេវាក៏រត់ទៅមើលសម្បុកវាម្ដងទៀតពេលនោះមកដល់សម្បុកក៏បាត់ពងទៅហើយនិយាយពីអាស្វានេះវិញគឺវាលួចយកពងទានេះយកមកដាក់នៅក្នុងសម្បុកមាន់នេះហើយគឺជាដើមហេតុដែលធ្វើឲ្យពងមាន់ញាស់មកជាកូនទាពេលនោះអាមាន់នោះវាដឹងចឹងវាដឹងគ្រប់រឿងហើយគឺវាខំខ្លាំងមែនតើគឺដោយសារតែអាស្វានឹងបានធ្វើឲ្យវាបែកបាក់គ្រួសារបែកបាក់ពីប្រពន្ធជាទីស្រឡាញ់របស់វាពេលនេះយើងត្រូវតែសងសឹកឯងនិយាយពីស្វាវិញមិនយកកូនទាមកធ្វើជាចំណាត់ខ្មាំងដើម្បីឲ្យប្តីទាបកគោលឲ្យមេទាទៅវាហើយវាក៏គម្រាមថាបើមិនឲ្យទៅយើងស្លាប់កូនទានេះពួកទាំង3នាក់នោះគឺមិនសុខចិត្តទេអាស្វានេះក៏ជាកូនចៅរបស់វាអត់ចូលចិត្តការ3ក្បាលហ្នឹងពេលនោះឪពុកទាបានចូលទៅមុនទៅវាយតបធាក់លោកធាក់ឪមកថាឯងត្រូវតែស្លាប់ឯងត្រូវតែស្លាប់ពេលដែលឃើញទាចាញ់ក្រោមកំដាប់ដៃស្វាយ៉ាងនេះឪមន់ខំខ្លាំងមែនទែនក៏ស្រុះចូលទៅហើយនិយាយពីប្តីពុនទាវិញគឺបង្ហូរទឹកភ្នែកខ្លាំងណាស់ព្រោះឃើញប្តីរបស់វាឈឺចាស់តបមកមន់និងស្វានេះកំពុងប្រយុទ្ធគ្នាចុះប្រយុទ្ធគ្នាឡើងសត្វស្វានោះក៏ចាញ់ក្រោមដៃមន់ទៅហើយមកក៏ស្រែកថាឯងចាប់ទៅលាក់កូនចេញភ្លាមវាក៏បានទៅលាក់កូននោះហើយវាក៏រត់ចេញទៅបាត់កូនទាក៏រត់រកឪពុកម្ដាយរបស់វាក្រោយមកទៀតមន់ក៏បានរត់តាមអាសត្វស្វាដើម្បីសងសឹកឲ្យទាផងនិងឲ្យខ្លួនវាផងព្រោះតែអាស្វានេះបានធ្វើឲ្យវាបែកបាក់ប្តីប្រពន្ធវាខំមែនតើវាវាយស្វានោះឌុងហើយស្វានោះមិនដឹងងាប់រស់ទេគឺពេលនោះវាស្រែកថាអូនសម្លាញ់បងត្រូវអូនវិញពេលនោះវាបានមកលាហើយនឹងផ្ទះក្បាលកូនទានោះថាវានឹងទៅសំប្រពន្ធរបស់វាត្រូវគ្នាវិញសាច់រឿងរបស់យើងក៏បានមកដល់ភាពចាប់ហើយបាទអរគុណច្រើនបងប្អូនចុងក្រោយមន់នឹងទាគឺបានជួបគ្នារៀងខ្លួនគ្រួសារគេមានសេចក្តីសុខខ្លាំងណាស់